សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកដល់ទំនប់ដូនត្រីហើយជួបភ្នំជាច្រើនបាទនៅខាងក្រោយនោះគឺភ្នំបាទភ្នំបន្ទល់នឹងពោធិ៍សាត់ជានៅពេលដែលគេធ្វើផ្លូវហើយអស់ហើយប្រហែលជាយើងអាចធ្វើដំណើរកាត់តាមនឹងទៅលេងខេត្តពោធិ៍សាត់ដល់ភ្នំ1005គឺកាន់តែចិត្តទេបងប្អូនហោះជិះទៅកាន់សឡូតទៅផ្លូវអសតេទេឆ្ងាយពីកាត់តាមសាក់ហូបភាសាបន្តិចមកក៏យើងដល់ហើយបាទចឹងឥឡូវនេះយើងធ្វើដំណើរតាមផ្លូវទៅគេទៅចាក់បេតុងថ្មីមកពីខាងក្រោមនោះគឺជានងកបីឡើងមកកាត់តាមនេះគេហៅថាផ្លូវដែលគេធ្វើឆ្វែលភ្នំដើម្បីផ្សារទេខាងក្រោមនោះក៏មានផ្លូវខ្វាត់ខ្វែងទៅដែរបងប្អូនបាទនោះសុបាយណាស់បាទចឹងឥឡូវនេះយើងមកដល់នេះបាទយើងមើលទេសភាពទៅក្រោយគឺសត្វតែភ្នំបាទអេមែនតេបាទអូស្រស់ថ្លាខ្យល់ហើយខ្យល់អាកាសបងប្អូនបាទសុបាយមែនតេសុបាយផ្លូវចិត្តផ្លូវអារម្មណ៍ធ្វើឲ្យយើងស្រស់ថ្លារីករាយពីបាទអីគឺយើងសុបាយចិត្តយើងគេអីយើងមកដល់នេះយើងភ្លេចបងកាដែរណាបងប្អូនបាទខ្ញុំយើងខលមួយនេះចូលអី